ក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ពុកម៉ែបងប្អូនដែលបានមើលវីដេអូខ្ញុំទាំងអស់គ្នាចាសូមអរគុណចាថ្ងៃនេះគឺខ្ញុំបានយកពីប្រឡំតែម្ដងចូលងូតទឹកលេងកំសាន្តនៅក្នុងអាងហែលទឹកគេគឺអាងហែលទឹកនេះគឺធំមែនទែននៅក្នុងខេត្តកោះកុងបងមកលេងកោះកុងកុំភ្លេចគេរីសតនេះគឺអាងហែលទឹកធំទូលាយមែនទែនហើយគឺមានអាហារ free ពេលប្រឡំឡើងអាហារពេលប្រឡំឡើងនេះគឺគេ free ឲ្យចាហើយញ៉ាំអាហារពេលប្រឡំហើយគឺខ្ញុំទៅទិញកាហ្វេហើយអត់ភ្លេចទេកូនទូចនឹងគឺតាមគ្រប់ពេលវេលាមកទៅណាក៏យកទៅដែរចាបងសម្រាប់យើងទិញកាហ្វេនៅខេត្តកោះកុងហើយគឺយើងចេញដំណើរទៅអូសោមហើយបងគឺធ្វើដំណើរពីកោះកុងទៅលេងអូសោមហើយសម្រាប់ទស្សនវិជ្ជាតាមដងផ្លូវគឺពិតជាស្អាតមែនទែនស្រុកខ្មែរយើងឥឡូវគឺស្អាតផ្លូវគឺស្រួលជិះមែនទែនបងខ្ញុំបងមានកម្រងថាមកលេងអូសោមមកបងហើយសម្រាប់ផ្លែឈើក៏ធូរថ្លៃដែរម្ដងនេះគឺមួយតែ2000ទេសំខាន់គឺអ្នកលក់ចិត្តល្អទៀតសម្រាប់ខ្មែរយើងគឺអ្នកលក់គឺរស់រាយរាក់ទាក់មែនទែនឃើញអត់ហើយសម្រាប់ផ្លែឈើនេះមួយតែ2000ទេហើយសម្រាប់ត្រែងខ្ញុំទិញមកគឺញ៉ាំអស់តែម្ដងនៅក្នុងឡាន1គីឡូជាងសាច់បាន1គីឡូជាង1គីឡូខ្ញុំទិញផ្លែគេលក់1គីឡូ13000បងហើយឆ្ងាញ់ត្រែអូសោមឆ្ងាញ់បងហើយក៏បានចេញដំណើរបន្តទៅទៀតដែរបងណែមកមើលទេសភាពតាមផ្លូវទាំងអស់គ្នាបងចាហើយបន្ទាប់ពីយើងមើលទេសភាពហើយខ្ញុំក៏បានចុះសម្រាកតាមផ្លូវដើម្បីថតរូបលេងកម្សាន្តជុំគ្រួសាររបស់ខ្ញុំគឺមួយប៉ាម៉ាក់កូននឹងហានីរបស់ខ្ញុំហើយគឺទេសភាពតាមផ្លូវស្អាតខ្លាំងមានទឹកជ្រោះមានអីសម្រាប់យើងឈប់លេងថតរូបហើយឈប់ហើយក៏ធ្វើដំណើរទៅទៀតដែរបងពីផ្លូវទៅវងឆ្ងាយដែរ200គីឡូជាងពីបៃលិនពីកោះកុងទៅបៃលិនថាជា200គីឡូជាងបងហើយខ្ញុំគេនៅបៃលិនមួយយប់ដែរសម្រាប់បៃលិនគឺខ្ញុំអត់បានដល់ថតដល់ខែទេខ្ញុំថតបានតែពាក់កណ្ដាលថតតែពីកោះកុងទៅអូសោមទេចាប់វីដេអូខ្ញុំចាប់អូសោមបងតែពីបៃលិនទៅទៀតខ្ញុំធ្វើវីដេអូបន្តទៀតបងប៉ុន្តែថ្ងៃនេះគឺខ្ញុំធ្វើវីដេអូតែពីកោះកុងទៅលេងអូសោមទេហើយសម្រាប់នេះគឺខ្ញុំចុះទៅលេងទឹកបងប៉ុន្តែខ្ញុំអត់មានទឹកទេណាគាត់ថាខ្ញុំចុះទៅថតរូបលេងទេប៉ុន្តែអត់បានលេងទឹកទេបងព្រោះអត់មានបានដូរយកអាវដូរសម្រាប់លេងទឹកជ្រោះទេបងចាហើយថតរូបទៅគឺចង់និយាយថាទេសភាពស្រុកខ្មែរយើងគឺស្អាតខ្លាំងបងកុំភ្លេចលេងអូសោមទាំងអស់គ្នាតម្លៃក៏អត់ថ្លៃដែរបងម្ហូបអាហារនៅទីនោះគឺអត់ថ្លៃទេបងអាចមកលេងកម្សាន្តបានហើយសម្រាប់អូតាគេងរីសតគេងក៏អត់ថ្លៃណាស់ដែរតែមួយយប់30ជាង40ជាងក៏មានដែរបងតែ20ជាងក៏មានដែរយើងធ្វើដំណើរទៅទៀតដែរបងហើយមើលឈប់តាមផ្លូវដែរបងហើយបានស្គាល់ភ្នំដែលគេនិយាយថាភ្នំខ្មោចអីចឹងណាអ៊ំក៏ប្រាប់ខ្ញុំដែរខ្ញុំមកសូវដឹងដែរដល់បងអ៊ំក៏ធ្លាប់មកអញ្ចឹងហើយឥឡូវមកដល់អូសោមហើយបងយើងថតឲ្យម៉ាក់ទីទួចចុះទិញកាហ្វេញ៉ាំហើយនេះគឺចង់ខ្ញុំចង់និយាយថាភ្នំខ្មោចទៅទេសភាពของខ្ញុំគឺភ្នំដែលស្អាតមែនទែនមើលទៅបងឃើញអត់ខាងក្រោយស្អាតអញ្ចឹងបងកុំភ្លេចមកទាំងអស់គ្នាចាសូមអរគុណវីដេអូនេះទៅប៉ុណ្្នឹងទេចាបាយបាយ